ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត Jenny McAvis ដែលជាភាគទី3មកសង្ខេបជាបន្តទៀត Express Joseph ក្រោយពីដែលអ្នកទាំងពីរនិយាយគ្នារួចពួកគេត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវក៏បានជួបជាមួយនឹងស្ត្រីម្នាក់ដែលមានឈ្មោះថាកាងអ៊ីមធ្វើឲ្យចេននេះក៏ចាប់ផ្ដើមរីករាយក៏ព្រោះតែនៅពេលដែលគេមើលទៅទឹកមុខរបស់ស្ត្រីម្នាក់នោះដូចជាកំពុងតែអស់សង្ឃឹមនៅក្នុងជីវិតយ៉ាងខ្លាំងដូច្នេះចេននេះក៏បានដឹងថានេះគឺជាបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗនៅពេលដែលជួបនៅរឿងអ្វីមួយដែលពិបាកមិនអាចដោះស្រាយបានគេនឹងផ្ដល់បំណងប្រាថ្នាទៅឲ្យគាត់ដើម្បីឲ្យខ្លាយទៅជាមនុស្សលោភលន់ជាមិនខានបន្ទាប់មកពួកគេក៏បានជួបជាមួយនឹងនារីម្នាក់កំពុងតែដើរត្រឡប់មកផ្ទះវិញនាងក៏ជាមិត្តភក្តិរបស់កាយ័នផងដែរនៅពេលដែលរៀនជាមួយនឹងគ្នាដែលមានឈ្មោះថាជីយន់នៅពេលដែលនាងជួបជាមួយនឹងកាយ័នមើលទៅដូចជាមានភាពភ័យខ្លាចដូចមានរឿងអ្វីមួយលាក់បាំងចេននេះឃើញដូច្នេះគេក៏សប្បាយចិត្តម្ដងទៀតក៏ព្រោះតែគេដឹងថាម្នាក់នេះប្រកាសជាចូលនៅក្នុងអន្ទាក់របស់គេជាមិនខានដូច្នេះនៅតាមផ្លូវចេននេះជាមួយនឹងកាយ័នបានជួបជាមួយនឹងមនុស្ស2នាក់ហើយគឺនៅសល់តែ3នាក់ទៀតតែប៉ុណ្ណោះនោះបំណងប្រាថ្នារបស់ចេននេះនឹងចាប់ផ្ដើមក៏ស្រាប់តែនៅពេលនោះស្រាប់តែមានសាសនៈមួយក្បាលបានព្រោះមកលើចេននេះកាយ័នឃើញដូច្នេះសួរថាហេតុអ្វីក៏សាសនៈមួយក្បាលនេះឃើញគេចេននេះបានឆ្លើយថាសាសនៈគឺជាសត្វម្យ៉ាងដែលមានភ្នែកអាចមើលឃើញនៅវិញ្ញាណផ្សេងៗដូច្នេះគឺវាអាចមើលឃើញគេជារឿងធម្មតានោះទេមិនតែប៉ុណ្ណោះនៅពេលនេះចេននេះក៏ចង់ឲ្យបំណងប្រាថ្នាទៅកាន់សាសនៈមួយនេះផងដែរប៉ុន្តែក៏ត្រូវបានកាយ័នបដិសេធសាសនៈគឺជាសត្វដែលមានជីវិតដូចគ្នាដូច្នេះក៏ត្រូវតែរកបញ្ចូលផងដែរនៅពេលដែលកាយ័នលើកដូច្នេះនាងក៏មិនដឹងថាត្រូវឆ្លើយយ៉ាងដូចម្ដេចរួចហើយក៏បន្តដើរត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវពួកគេបានជួបជាមួយនឹងអ្នកភូមិម្នាក់ហើយគេក៏ជាម្ចាស់ហាងស៊ុបមួយកន្លែងផងដែរប៉ុន្តែមើលតែទឹកមុខរបស់គេដូចជាមិនសប្បាយរីករាយនោះទេគេក៏ជាអ្នកទី4ដែលចេននេះត្រូវផ្ដល់បំណងប្រាថ្នាទៅឲ្យគេផងដែរបន្តិចក្រោយមកក៏ស្រាប់តែលេចឡើងនៅបរិយា YouTuber ម្នាក់ដែលគេឈប់ធ្វើការនៅទីក្រុងហើយមករស់នៅទីនេះធ្វើជា YouTuber ជាមួយនឹងប្រពន្ធរបស់គេទីបំផុតនៅពេលនេះបំណងប្រាថ្នាទាំង5ដែលកាយ័នបានដាក់ទៅឲ្យចេននេះនោះគឺគ្រប់ហើយចេននេះប្រាប់ថានៅពេលនេះគេនឹងបង្ហាញទៅឲ្យកាយ័នឃើញថាអ្នកទាំង5នាក់នេះនឹងក្លាយទៅជាមនុស្សលោភលន់ដូចជាអ្វីដែលគេបាននិយាយជាមិនខានដែលចេននេះនិយាយបែបនេះគឺចង់បង្ហាញអំពីធម្មជាតិរបស់មនុស្សនៅពេលដែលពួកគេទទួលបាននៅបំណងប្រាថ្នានោះពួកគេនឹងប្រាថ្នានៅអ្វីដែលលើសអំពីសមត្ថភាពជាមិនខានពេលដែលកាយ័នឮដូច្នេះក៏បានសួរទៅចេននេះថាអញ្ចឹងធម្មជាតិរបស់ខ្ញុំនៅពេលដែលខ្ញុំប្រាថ្នាបំណងនោះគឺជាអ្វីចេននេះក៏បាននិយាយថាបំណងប្រាថ្នារបស់នាងនៅពេលនេះគឺជាមនុស្សម្នាក់ដែលមិនចុះសម្រុងនៅក្នុងសង្គមធ្វើឲ្យមនុស្ស4នាក់ជាមួយនឹងសត្វមួយក្បាលខ្លាចទៅជាមនុស្សលោភលន់នៅក្នុងអំពើអាក្រក់ដែលសារតែបំណងប្រាថ្នារបស់អ្នកមិនតែប៉ុណ្ណោះចេននេះក៏បានសង្កត់ធ្ងន់ទៅថានៅក្នុងពិភពចង្គៀងរបស់គេគឺមានចង្គៀងល្អនិងចង្គៀងអាក្រក់ដែលចង្គៀងអាក្រក់មានឈ្មោះថាចេននេះឬមួយក៏សាតាន់ដូច្នេះកាយ័នក៏បានដឹងថាការពិតទៅអាឡាដាំងដែលនាងជួបនេះគឺជាចេននេះរបស់ចង្គៀងអាក្រក់នៅយប់ឡើងក៏ស្រាប់តែកាយ័នឃើញរូបរាងខ្លួនឯងស្លៀកនៅសម្លៀកបំពាក់រហែកអង្គុយនៅលើមាសប្រាក់យ៉ាងច្រើនពេលនោះនាងភ្ញាក់ដឹងខ្លួនឡើងវិញក៏យកដៃស្ទាបមុខខ្លួនឯងជាមួយនឹងអារម្មណ៍ដ៏រំភើបប៉ុន្តែបន្តិចក្រោយមកនៅពេលដែលនាងនឹកឃើញការយល់សប្តិអំបិញមិញនេះក៏ស្រាប់តែធ្វើឲ្យនាងមានអារម្មណ៍ថាភ័យខ្លាចទៅវិញនៅព្រឹកបន្ទាប់ចេននេះជាមួយនឹងសាឌីក៏បានអង្គុយនិយាយគ្នាក៏ត្រូវបានសាឌីស្ដីបន្តទៅឲ្យគេយ៉ាងច្រើនក៏ព្រោះតែបំណងប្រាថ្នាដំបូងរបស់កាយ័ននេះគឺមិនមែនសម្រាប់នាងនោះទេគឺនាងបានប្រកល់ទៅឲ្យអ្នកផ្សេងរហូតដល់5នាក់មិនតែប៉ុណ្ណោះចេននេះក៏បានស្ដីបន្តទៅឲ្យនាងថាគឺជាមនុស្សដែលមិនចុះសម្រុងនៅក្នុងសង្គមចិត្តផងថែមទាំងប្រកាសខ្លួនឯងថាគឺជាសាតាំងនៃចង្គៀងអាក្រក់នៅពេលដែលចេននេះត្រូវបានសាឌីស្ដីបន្តឲ្យខ្លាំងៗបែបនេះគេក៏បានផ្លាស់ប្ដូរទឹកមុខឲ្យគិតថាការភ្នំមួយនេះគឺគេមិនចង់ចាញ់នោះទេប៉ុន្តែដោយសារតែអារម្មណ៍ចង់អួតទៅលើនាងមួយពេលកាលពីម្សិលមិញគេក៏បានដឹងថាគេនឹងត្រូវចាញ់នាងម្ដងទៀតជាមិនខានដូច្នេះគេចង់សម្រេចចិត្តថានឹងបោះបង់ជីវិតនៅក្នុងជាតិនេះរួចហើយកើតនៅជាតិក្រោយម្ដងទៀតហើយព្យាយាមរត់គេចចេញអំពីនាងឲ្យកាន់តែឆ្ងាយកាន់តែល្អក្រោយពេលដែលនាងរួចចេននេះក៏បានត្រឡប់ទៅផ្ទះវិញយកកន្ទេលរបស់គេបំរុងនឹងចាក់ចេញអំពីទីនេះឆ្លៀតពេលដែលលោកយាយកំពុងតែធ្វើបាយញ៉ាំគេក៏បានយកទៅជាមួយដើម្បីញ៉ាំនៅតាមផ្លូវរួចហើយជិះកន្ទេលរបស់គេចាក់ចេញអំពីទីនោះបាត់ទៅនៅតាមផ្លូវក៏ស្រាប់តែចេននេះក៏ចាប់ផ្ដើមបង្កបញ្ហាជាបន្តទៀតក៏ព្រោះតែមានយន្តហោះចម្បាំងពីរគ្រឿងកំពុងតែដេញតាមគេសារព័ត៌មានក៏បានផ្សាយអំពីដំណឹងមួយនេះនៅពេលដែលកាយ័នឃើញនឹងឈឺក្បាលយ៉ាងខ្លាំងដោយសារតែការហោះហើររបស់ចេននេះបានឆ្លងដែនចូលទៅក្នុងប្រទេសជប៉ុនធ្វើឲ្យប្រទេសទាំងពីរស្ទើរតែមានសង្គ្រាមជាមួយនឹងគ្នានៅពេលដែលចេននេះត្រឡប់មកវិញក៏ត្រូវបានកាយ័នស្ដីបន្ទោសឲ្យយ៉ាងខ្លាំងប៉ុន្តែចេននេះក៏បានតបមកទៅវិញថាដោយសារតែនាងទៅគេធ្វើបែបនេះត្រឡប់ទៅកាន់អតីតកាលវិញឆ្នាំ1909នៅការផ្សាយក្នុងឧបទ្ទវហេតុធ្វើខេតលោកចេននីតូនៅក្នុងប្រទេសចិនពេលនោះកាយ័នកំពុងតែធ្វើបេសកកម្មសម្ងាត់មួយប៉ុន្តែត្រូវបានទាហានជប៉ុនតាមទាន់រួចហើយបាញ់ប្រហារទៅលើនាងស្របពេលនោះក៏ស្រាប់តែចេននេះបានបង្ហាញខ្លួនចេញមកគេក៏បានរងគ្រោះកំភ្លើងជំនួសនាងដូចជាបាយខ្សាច់យ៉ាងអញ្ចឹងកាយ័នឃើញដូច្នេះគិតថាចេននេះប្រកាសជាស្លាប់ជាមិនខានក៏ស្រាប់តែនាងនិយាយថាជួបគ្នានៅជាតិក្រោយដោយមិនទាន់អស់ចិត្តចេននេះក៏បានវិលត្រឡប់ទៅកាន់ឆ្នាំ1592វិញនៅក្នុងរាជ
វងយិនសុនកាលនោះកាយនគឺជាមន្ត្រីម្នាក់ប៉ុន្តែដោយសារតែនាងធ្វើនៅខុសច្បាប់អ្វីមួយព្រះមហាក្សត្រក៏បានខ្ញាល់រួចហើយយកនាងទៅប្រហារជីវិតប៉ុន្តែការពិតទៅរឿងរ៉ាវទាំងអស់នេះគឺកំពុងតែផ្សព្វផ្សាយនៅក្នុងវិទ្យុនៅកន្លែងយន្តដ្ឋានកាយនកំពុងតែស្ដាប់កាយនឮដូច្នេះធ្វើឲ្យនាងរៀងភ្ញាក់ផ្អើលផងដែរបើតែក្រោយមកជានាងក៏បានត្រឡប់មកវិញជាមួយនឹងរាងកាយមិនជាប់គ្នាប្រាប់ទៅកាយនថាគេទើបតែមកពីកន្លែងដ៏ឆ្ងាយមួយនៅពេលដែលកាយនចង់ដឹងថាគេទៅណាក៏ព្រោះតែនាងមើលទៅជានេះដូចជាមានរឿងកំពុងតែលាក់បាំងហើយដើរទៅសួរគេភ្លាមៗតែម្ដងហេតុអ្វីបំណងប្រាថ្នារបស់នាងដែលបានប្រាថ្នាការប្រយុទ្ធមិញគេមិនទាន់ធ្វើឬមួយក៏ទុកវាជាអាសាបង់ជានេះក៏បានបដិសេធភ្លាមៗតែម្ដងនិយាយថាចង្គេនឹងបង្ហាញខ្លួនចេញមកនៅពេលដែលអ្នកទាំងអស់នោះមានសេចក្តីបំណងប្រាថ្នារបស់គេកាយនក៏នៅតែសួរជាបន្តទៀតថាប្រសិនបើអ្នកទាំងអស់នោះប្រាថ្នាហើយមិនបានសម្រេចនៅបំណងតើជានេះនឹងធ្វើដូចម្ដេចជានេះឮដូច្នេះក៏បាននាំនាងឡើងទៅលើដំបូលអគារមួយដែលអគារមួយនោះគឺជាក្រុមហ៊ុនរបស់សុនហេយុនដើម្បីលំហែកាយជានេះប្រាប់ថានៅពេលនេះគេនាំនាងមកយកប៊ិចពិសេសមួយដើមនៅពេលដែលនាងចង់ដឹងនៅរឿងអ្វីមួយនាងសរសេរចេញមកនោះវានឹងបង្ហាញការពិតឲ្យនាងដឹងទោះបីជាពិភពលោកមួយនេះផ្លាស់ប្ដូរយ៉ាងណាក៏ដោយក៏ការពិតនៅអ្វីដែលនាងចង់ដឹងនោះគឺវាមិនផ្លាស់ប្ដូរនៅឡើយនៅពេលដែលកាយនឮដូច្នេះនាងមានអារម្មណ៍សង្ស័យថាជានេះនិយាយកុហកក៏ស្រាប់តែពេលនោះសុនហេយុនបានបង្ហាញខ្លួនឡើងមកកាយននាងក៏មានអារម្មណ៍ភ័យខ្លាចដោយសារតែនាងបានឡើងមកលើដំបូលមួយនេះដែលមិនមានការអនុញ្ញាតប៉ុន្តែជានេះបានប្រាប់ថារវាងយើងទាំងពីរនាក់គឺមិនបាច់មានការអនុញ្ញាតអ្វីនោះទេរួចហើយប្រាប់នាងឲ្យដកស្លាមរបស់សុនហេយុននៅពេលដែលគេលោទៅសង្គ្រោះនាងហើយរត់ចាក់ចេញអំពីទីនេះនិយាយរួចជានេះក៏បានក្រវ៉ាត់នាងឲ្យធ្លាក់ចូលទៅខាងក្រោមសុនហេយុនឃើញដូច្នេះគេក៏បានលោទៅតាមដើម្បីជួយសង្គ្រោះកាយនក៏បាននឹកឃើញសម្ដីរបស់ចេននេះរួចហើយក៏បានប្រញាប់ដកស្លាមរបស់សុនហេយុនភ្លាមៗតែម្ដងបន្ទាប់មកក៏រត់ចាក់ចេញអំពីទីនោះបាត់ទៅនៅពេលដែលសុនហេយុនឃើញបែបនេះគេខឹងយ៉ាងខ្លាំងដែលសារតែមួយរយៈនេះគេងមិនលក់ណាមួយស្លាមរបស់គេបានជ្រុះទៀតផងនោះហើយឥឡូវនេះបែរជាមានគេលួចដកទៅទៀតទើបធ្វើឲ្យគេមានការខឹងសម្បាជាមួយនឹងកាយនការពិតទៅជានេះជាមួយនឹងសុនហេយុននេះគឺជាមិត្តភក្តិជាមួយនឹងគ្នាប៉ុន្តែពួកគេខានជួបគ្នាអររយៈពេលជាច្រើនពាន់ឆ្នាំមកហើយទើបតែនៅពេលនេះទើបពួកគេបានជួបគ្នាវិញជជែកគ្នាមួយផ្លែតក៏ស្រាប់តែឆ្លោះគ្នាសុនហេយុនឃើញដូច្នេះបបួលចេនីឡើងទៅខាងលើដើម្បីប្រយុទ្ធសុនហេយុនឡើងទៅមុនចំណែកឯចេនីនៅខាងក្រោមហើយទម្លុះអគារពីក្រោមឡើងទៅដល់លើសុនហេយុនឃើញដូច្នេះគេខឹងយ៉ាងខ្លាំងក៏ព្រោះតែអគារមួយនេះគេធ្វើសម្រាប់លក់ប៉ុន្តែនៅពេលនេះចេនីបែរជាបំផ្លាញទៅវិញចំណែកកាយននេះវិញនេះក៏បានយកស្លារបស់សុនហេយុនចង់សរសេរនៅអ្វីមួយមិនដឹងថាត្រូវសរសេរអ្វីនោះទេដូច្នេះនាងក៏សាកល្បងសរសេរប៉ុន្មានអក្សរដែលចង់ដឹងថាតើវាការពិតដែរឬក៏អត់នាងក៏ចាប់ផ្ដើមសរសេរនៅអ្វីដែលនាងចង់ដឹងអស់រយៈពេលជាច្រើនឆ្នាំមកនេះដែលសរសេរនៅលើក្រដាសថាខ្ញុំគឺជាបន្ទុកសម្រាប់លោកយាយនៅពេលនោះក៏ស្រាប់តែអក្សរវាក៏បានផ្លាស់ប្ដូរទៅវិញថាខ្ញុំគឺជាកម្លាំងចិត្តរបស់លោកយាយធ្វើឲ្យកាយនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្តិចក្រោយមកលោកយាយក៏បានយកផ្លែឈើមកឲ្យនាងញ៉ាំនាងក៏បានសួរទៅលោកយាយជាមួយនឹងទឹកមុខដ៏ភ្ញាក់ផ្អើលថាកន្លងមកលោកយាយបានបោកប្រាស់ទៅលើចៅថាចៅគឺជាបន្ទុករបស់លោកយាយប៉ុន្តែការពិតទៅចៅគឺជាកម្លាំងចិត្តរបស់លោកយាយនោះទេនៅពេលដែលលោកយាយកាយនឮដូច្នេះគាត់ក៏បានសើចសប្បាយហើយនិយាយថាចៅរបស់គាត់នៅពេលនេះគឺចាប់ផ្ដើមឆ្លាតហើយយាយកាត់មកអ្នកស្រីកាំងអឹមនេះវិញក៏ត្រូវបានអ្នកគ្រប់គ្រងរបស់ខ្លួនស្ដីបន្ទោសឲ្យដោយសារតែការស្លៀកពាក់មិនសមរម្យមកធ្វើការជាមួយនឹងមិនចេះតុបតែងខ្លួនទៀតផងនោះធ្វើឲ្យគាត់នៅពេលនេះចាប់ផ្ដើមអស់សង្ឃឹមនៅក្នុងជីវិតយ៉ាងខ្លាំងនៅពេលដែលគាត់ចូលទៅក្នុងឃ្លាំងដើម្បីសម្អាតក៏ស្រាប់តែឃើញចង្កៀងមួយនៅក្នុងធុងទំនិញគាត់ក៏បានលើកវាឡើងមកជូតតែបន្តិចក៏ស្រាប់តែចេនីបានបង្ហាញខ្លួនចេញមករួចហើយផ្ដល់បំណងប្រាថ្នាទៅឲ្យគាត់នៅពេលដែលអ្នកស្រីកាំងអឹមឮដូច្នេះគាត់មិនមកអង្គយូរគាត់ក៏ចាប់ផ្ដើមស្នើសុំនៅបំណងប្រាថ្នាទី1ដោយសារតែគាត់ច្រណែនជាមួយនឹងអ្នកគ្រប់គ្រងគាត់បានប្រាប់ទៅចេនីថាខ្ញុំគ្រាន់តែជាបុគ្គលិកបណ្ដោះអាសន្នអស់រយៈពេល20ឆ្នាំហើយដូច្នេះនៅពេលនេះគឺខ្ញុំចង់ក្លាយទៅជាប្រធានសាខាភ្លាមៗនោះចេនីបានផ្ដល់បំណងប្រាថ្នាទី1ទៅឲ្យនាងអ្នកស្រីកាំងអឹមក៏ចាប់ផ្ដើមឡើងតំណែងជាប្រធានសាខារួចហើយស្ដីបន្ទោសទៅឲ្យនារីម្នាក់ដែលជាអ្នកគ្រប់គ្រងរបស់ខ្លួនដែលបានស្ដីបន្ទោសឲ្យគាត់ដើម្បីមិញនេះនៅចំពោះមុខអ្នកទាំងអស់គ្នាតែម្ដងបើតែក្រោយមកកាយននេះក៏បានទៅផ្សារទំនើបដែលចង់ដឹងថាតើអ្នកស្រីកាំងអឹមនៅពេលនេះតើគាត់បានសម្រេចបំណងប្រាថ្នារបស់គាត់ហើយឬនៅពេលនោះក៏ស្រាប់តែកាយនឃើញថាអ្វីៗគឺបានផ្លាស់ប្ដូររួចហើយនាងក៏បានទៅសួរគាត់អំពីការផ្លាស់ប្ដូរប្រេងម៉ាស៊ីនកាលពីថ្ងៃមុនប៉ុន្តែអ្នកស្រីកាំងអឹមនិយាយថានៅពេលនេះគឺគាត់លែងចង់ផ្លាស់ប្ដូរហើយគឺគាត់ចង់ទិញរថយន្តថ្មីតែម្ដងកាយនឮដូច្នេះធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំងក៏ព្រោះតែចេនីបានផ្ដល់បំណងប្រាថ្នាទី1ទៅឲ្យគាត់ដូច្នេះនៅពេលនេះគឺនាងត្រូវបានបាត់បង់អតិថិជនដ៏សំខាន់ម្នាក់ពេលនោះចេនីបង្ហាញខ្លួនចេញមកប្រាប់ទៅកាន់កាយនថាពេលនេះគេសម្រេចបំណងប្រាថ្នាបានម្នាក់ហើយប៉ុន្តែមើលទៅកាយនដូចជាមិនខ្វល់នោះទេរួចហើយដើរចាក់ចែងអំពីទីនោះទៅជួបជាមួយនឹងមិត្តភក្តិរបស់នាងដែលជាមីជីបាត់ទៅត្រឡប់ទៅកាន់អតីតកាលវិញនៅពេលដែលមីជីរៀននៅក្នុងសាលាក៏ត្រូវបានក្រុមបងធំធ្វើបាបទៅលើនាងជារៀងរាល់ថ្ងៃ
ប៉ុន្តែសំណាងល្អគឺមានតែការយន្តតែម្នាក់គត់អំពីការគម្រាមកំហែងពីក្រុមបងធំទាំងអស់នោះមិនយូរប៉ុន្មានអ្នកទាំងពីរអ្នកបានខ្លាចទៅជាមិត្តភក្តិដ៏ជិតស្និទ្ធថែមទាំងមានគំនិតដូចគ្នាទៀតផងដូច្នេះនៅពេលដែលចេនីឃើញថាមេជីរៀនមិនពូកែនាងក៏បានទៅជួយបង្រៀនមេជីដើម្បីឲ្យពូកែដូចខ្លួនសម្រាប់ការយន្តមេជីគឺជាមិត្តភក្តិតែម្នាក់គត់នៅក្នុងជីវិតចំណែកមេជីវិញការយន្តគឺជាពន្លឺនៅក្បែរខ្លួនដើម្បីបំភ្លឺផ្លូវរបស់នាងទោះបីជាអ្នកទាំងពីរមានរឿងអ្វីក៏ដោយក៏នៅតែរក្សាភាពស្ងៀមស្ងាត់រួចហើយជួយគ្នាទៅវិញទៅមកទៅតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេយកកាន់មកសុនហយន្តនេះវិញអាយរីមកំពុងតែរាយការណ៍ទៅកាន់គេថានៅពេលនេះចេនីកំពុងតែបង្ហាញខ្លួននៅចំពោះមុខកាយន្តដើម្បីឲ្យនាងសុំបំណងប្រាថ្នាទាំង3ដែលគេផ្ដល់ឲ្យសុនហយន្តលើដូច្នេះគេសប្បាយចិត្តដោយគិតថាកាយន្តគឺមិនសុំអ្វីទាំងអស់អំពីគេនៅចេនីនឹងត្រូវបានបរាជ័យរួចហើយគេនឹងសម្លាប់ចេនីម្ដងទៀតពេលនោះអាយរីមនិយាយថាកាយន្តគឺបានសុំអស់មួយហើយនៅពេលដែលសុនហយន្តលើដូច្នេះគេគិតថាវាគ្រាន់តែជាការចៃដន្យតែប៉ុណ្ណោះនៅយប់ឡើងចេនីកំពុងតែលេងហ្គេមក៏ស្រាប់តែជួបជាមួយនឹងបរិសម្នាក់បានបោះចោលសម្រាមនៅមុខគេចេនីឃើញដូច្នេះក៏បានណែនាំទៅកាន់បរិសម្នាក់នោះប៉ុន្តែមើលទៅគេដូចជាមិនស្ដាប់នោះទេថែមទាំងចង់រករឿងមកលើគេវិញទៀតផងដូច្នេះចេនីដឹងថាបរិសម្នាក់នេះគឺមិនអាចនិយាយគ្នាបាននោះទេគឺគេមានតែប្រដៅតែប៉ុណ្ណោះក៏បានហៅសាឌីចេញមកដើម្បីប្រដៅទៅលើគេសាឌីក៏ចាប់ផ្ដើមប្រែក្រឡាខ្លួនទៅជា Black Panther គំរាមទៅកាន់បរិសម្នាក់នោះរហូតដល់សន្លប់បាត់ទៅបន្តិចក្រោយមកសាឌីក៏បានលើកសំឡេងនរណាម្នាក់ហៅគេហើយការពិតទៅអ្នកនោះគឺជាទីតូចអៃរីមនេះឯងអ្នកទាំងពីរនាក់ក៏បានចូលទៅក្នុងព្រៃនិយាយគ្នាណាមួយសាឌីបានលួចស្រឡាញ់ទៅលើអៃរីមទៀតផងនោះពួកគេក៏បានញ៉ាយគ្នានៅទីនោះតែម្ដងបន្តិចក្រោយមកក៏ស្រាប់តែអ្នកភូមិបានចូលទៅក្នុងព្រៃក៏ព្រោះតែពួកគេបានឮសំឡេងចម្លែកសំណាងល្អអ្នកទាំងពីរនាក់បានប្រែក្រឡាខ្លួនមកជាមនុស្សវិញយ៉ាងឆាប់រហ័សរួចហើយគេចាក់ចេញអំពីទីនោះបាត់ទៅនៅព្រឹកឡើងសាឌីក៏បានប្រាប់ព័ត៌មានដ៏សំខាន់មួយទៅកាន់ចេនីអំពីរឿងដែលគេបានសួរទៅកាន់វងកណ្ដុរដែលនៅជុំវិញនេះទៅតាមកណ្ដុរដែលពួកគេបាននិយាយនោះការពិតទៅការងារជួសជុលរថយន្តរបស់កាយន្តគ្រាន់តែជាការងារក្រៅម៉ោងតែប៉ុណ្ណោះដើម្បីបិទបាំងនៅព័ត៌មានឯកជនរបស់នាងចំណែកឯការងារគោលរបស់នាងជារៀងរាល់ថ្ងៃគឺនាងជាអ្នកលេងភាគហ៊ុនដ៏ធំម្នាក់តាមរយៈការស៊ើបអង្កេតរបស់កណ្ដុរទាំងអស់នោះឲ្យបានដឹងថានាងតែងតែសម្រាកនៅកន្លែងការងារនៅថ្ងៃដែលមានលេខ4ក៏ព្រោះតែលេខមួយនោះនាងគិតថាគឺជាលេខដែលនាងត្រូវស្លាប់កាលពីថ្ងៃទី4នាងបានទៅមុជទឹកនៅក្នុងបាតសមុទ្រថ្ងៃទី14នាងឡើងទៅលើកំពូលភ្នំចំណែកថ្ងៃទី24វិញនាងបានយកឈើក្តារបន្ទះមកជាច្រើនដូចជាកំពុងតែធ្វើរបស់អ្វីមួយដូច្នេះពួកគេទាំងពីរអ្នកគិតថាការយន្តនៅពេលនេះគឺកំពុងតែរៀបចំផែនការដើម្បីសម្លាប់ខ្លួនជាមិនខានដោយយល់អំពីផែនការរបស់កាយន្តនៅពេលនេះចេនីក៏បានសម្រេចរៀបចំទប់ស្កាត់ផែនការរបស់នាងក៏ព្រោះតែប្រសិនបើកាយន្តស្លាប់នោះតើគេនឹងត្រូវសងសឹកទៅលើនាងដោយរបៀបណាដូច្នេះចេនីក៏ចាប់ផ្ដើមបង្វែរគោលដៅទៅលោកយាយរបស់កាយន្តវិញក៏ព្រោះតែប្រសិនបើលោកយាយរបស់កាយន្តស្លាប់នោះកាយន្តនឹងត្រូវស្លាប់ដូចគ្នានៅពេលនេះចេនីក៏ចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើលោកយាយរបស់កាយន្តមិនតែប៉ុណ្ណោះថែមទាំងជួយការងារស្រែចម្ការរបស់គាត់ទៀតផងក៏ព្រោះតែធ្វើយ៉ាងណាដើម្បីឲ្យលោកយាយរបស់កាយន្តមានសុខភាពល្អនិងរស់បន្តទៅមុខទៀតរយៈពេលយូរនៅពេលដែលសាឌីឃើញចៅហ្វាយរបស់ខ្លួនធ្វើការបែបនេះគឺគេមិនបានជួយនោះទេថែមទាំងស្ដីបន្តទៅឲ្យចេនីទៀតផងថាប្រសិនបើលោកយាយរបស់កាយន្តមិនទាន់ស្លាប់គឺចេនីនេះឯងជាអ្នកស្លាប់មុនពេលនោះសាឌីក៏បានប្រាប់អំពីព្រមានដ៏សម្ងាត់មួយទៅឲ្យចេនីដឹងកំឡុងនៅពេលដែលគេជួយកាយន្តធ្វើការនាងបានសួរទៅគេថាកាលពី983ឆ្នាំមុនតើនាងស្លាប់ដោយរបៀបណានៅពេលដែលចេនីឮដូច្នេះគេក៏ស្រាប់តែអស់សង្ឃឹមយ៉ាងខ្លាំងក៏ព្រោះតែរឿងរ៉ាវទាំងអស់ចេនីបានចងចាំចំណែកឯនាងវិញមិនបាននឹកឃើញការចងចាំណាមួយទាំងអស់អំពីគេខណៈដែលគេរស់នៅអស់រយៈពេលរាប់ពាន់ឆ្នាំហើយរីឯនាងវិញគឺបានចាប់ជាតិរហូតដល់3ដងការពិតទៅចេនីគឺចង់ដឹងថាតើកាយន្តនឹងសោកស្ដាយដែរឬទេនៅពេលដែលនាងផ្ដោតបំណងប្រាថ្នារបស់ខ្លួនទៅឲ្យអ្នកផ្សេងនៅពេលដែលនាងស្លាប់ហើយនេះក៏ជាសំណួរតែមួយគត់ដែលគេបានគិតនៅក្នុងចិនអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះដែលមិនទាន់ទទួលបានចម្លើយបន្ទាប់មកចេនីហាមឃាត់សាឌីមិនឲ្យនិយាយអ្វីទាំងអស់ទៅកាន់កាយន្តអំពីបំណងប្រាថ្នាទាំង3របស់នាងនៅពេលដែលនាងស្លាប់កាលពី3ជាតិមុនប៉ុន្តែអ្នកទាំងពីរអ្នកមិនបានដឹងថាពេលដែលពួកគេកំពុងតែនិយាយគ្នានោះគឺនាងបានឈរនៅខាងក្រៅស្ដាប់ឮនៅអ្វីដែលពួកគេទាំងពីរអ្នកនិយាយអស់បាត់ទៅហើយថ្ងៃបន្ទាប់កាយន្តទៅពិនិត្យសុខភាពរួចហើយដើរផ្សារចំណែកចេនីវិញដើរតាមពីក្រោយនាងយូអីវ៉ាន់គឺដូចជាអង្គរៈយ៉ាងអញ្ចឹងរួចហើយអ្នកទាំងពីរអ្នកក៏បានចូលទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្នាបន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចចេនីបាននាំកាយន្តហោះឡើងទៅលើមេឆ្លងកាត់ពពងឈរនៅលើអង្តែនមួយដ៏ខ្ពស់នៅកណ្ដាលទីក្រុងហើយឃើញភ្លើងបំភ្លឺនៅក្នុងទីក្រុងគឺដូចជាសមុទ្រពន្លឺយ៉ាងអញ្ចឹងនៅពេលដែលកាយន្តឃើញដូច្នេះនាងសប្បាយចិត្តយ៉ាងខ្លាំងក៏ស្រាប់តែនៅពេលនោះនាងបាននិយាយប្រាប់ទៅកាន់ចេនីថាខ្ញុំស្រឡាញ់អ្នកចេនីឮដូច្នេះគេឈរស្រឡាំងកាំងតែម្ដងក្រោយពេលដែលចេនីសម្រួលអារម្មណ៍រួចគេសួរទៅនាងថាហើយរួចក៏នាងចូលចិត្តទៅលើគេកាយន្តប្រាប់ថាមើលទៅគេដូចជារថយន្តយ៉ាងអញ្ចឹងទាំងរឹងមាំនិងភ្លឺចែង
ចាំងប៉ុន្តែចេននេះក៏នៅតែអន់ចិត្តនៅពេលដែលគេដឹងថាការពិតទៅនៅក្នុងថៃរបស់នាងនោះគេត្រឹមតែជាមនុស្សទី8តែប៉ុណ្ណោះគេនឹងព្យាយាមធ្វើយ៉ាងណាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ1ឲ្យតតែបាននៅក្នុងចំណោមមនុស្សទាំង10នាក់ដែលនាងចូលចិនក្រោយពេលដែលនិយាយរួចចេននេះក៏បានធ្វើរឿងមួយទៅឲ្យនាងគេបានក្តោបដៃពន្លឺអំពូលនៅក្នុងទីក្រុងក៏ស្រាប់តែងងឹតទាំងអស់នៅសល់តែពន្លឺនៅលើមេឃចាញ់ចាំងតែប៉ុណ្ណោះបន្ទាប់មកពួកគេក៏បានឃើញ Galaxy Milky Way លាតសន្ធឹងនៅលើអាកាសក្របដណ្ដប់នៅលើមេឃជាមួយនឹងពន្លឺដ៏ចាញ់ចាំងទេសភាពដ៏អស្ចារ្យមួយនេះធ្វើឲ្យពេលវេលាដូចជាឈប់កាយយន្តនាងបានត្រៀមខ្លួនរួចជាស្រេចចំពោះស្នាមថើដំបងរបស់នាងប៉ុន្តែមើលទៅទឹកមុខរបស់នាងដូចជាធម្មតាមិនមានអារម្មណ៍អ្វីទាំងអស់ចំណែកឯទឹកមុខរបស់ចេននេះវិញគឺគេភ័យខ្លាចមិនតែប៉ុណ្ណោះចេននេះនិយាយថាគឺគេមិនថើបនោះទេកាយយន្តក៏ចាប់ផ្ដើមចូលទៅចិត្តចាប់ចង្ការរបស់ចេននេះមកថើបដោយបង្ខំប៉ុន្តែនាងមិនមានអារម្មណ៍អ្វីទាំងអស់ចំពោះការថើបលើដំបងនាងក៏ព្យាយាមថើបប៉ុន្មានដងទៀតតែក៏នៅតែមិនមានអារម្មណ៍អ្វីទាល់តែសោះនៅពេលដែលចេននេះឃើញដូច្នេះគេក៏ចាប់ផ្ដើមបង្រៀនអំពីការថើបទៅលើនាងទីបំផុតកាយយន្តនៅពេលនេះក៏ទទួលបានអារម្មណ៍ចំពោះការថើបលើដំបងរបស់ចេននេះនឹងអ្នកទាំងអស់គ្នាភាគទី3របស់យើងក៏ចប់ត្រឹមតែប៉ុណ្ណេះប្រសិនបើពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគទី4ដែលជាភាគបន្ត